សូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការខូច absent របស់យើងជួនកាលយើងចេះតែបង្ហោះឬក៏ upload វីដេអូថ្មីចូលប៉ុន្តែយើងមិនបានចាប់អារម្មណ៍ទៅលើការបាត់បង់នៅវីដេអូរបស់យើងតែ Google បាន block វីដេអូយើងចោលដោយប្រការណាមួយហេតុតែយើង copy ពីគេឬក៏ដោយវិធីណាមួយនោះឥឡូវខ្ញុំសូមបង្ហាញដូចតទៅទី1យើងបើក YouTube ចឹងមកតទៅទៀតយើងសង្កេតឃើញថាវីដេអូរបស់យើងគឺមានការមើលច្រើនចឹងទៅបាទដូចវីដេអូនេះចំនួនវាឡើងដល់34 7 8 11បាទ67 180ចឹងទៅបាទអញ្ចឹងយើងចង់ដឹងថាតើប្លុករបស់យើងនោះវាខូចឬយ៉ាងណាបាទនេះមួយឥឡូវយើងក៏លេចមើល channel របស់យើងបាទវីដេអូ manager របស់យើងចឹងមកវាស្របលឺបាទយើងសង្កេតឃើញថាវីដេអូរបស់យើងមានច្រើនប៉ុន្តែដល់ពេលនេះដោយសារហេតុតែ$1,500យើងខូចនៅ absent របស់យើងគឺអត់មានចេញសញ្ញាដុល្លារនៅពីក្រោយនេះទេបាទហើយយើងត្រូវចាប់អារម្មណ៍មើលនៅលើ channel របស់យើងបាទកន្លែងនេះមានដាក់ពណ៌ក្រហមបាទយើងចុចលើ channel នេះមកអញ្ចឹងយើងសង្កេតឃើញមានពណ៌ក្រហមជាច្រើនលេខ 3-4 កន្លែងនេះវាបញ្ជាក់ថាabsent របស់យើងគឺបានខូចហើយគេដាក់ថា block video អាយក្តៅថាឲ្យស្ដាយបាទ block video ហ្នឹងគឺបានន័យថាគេលុបវីដេអូយើងចោលហើយទោះបីតែយើង upload ប្រហែលវីដេអូទៀតក៏មិនអាចរកចំណូលបានដែរបាទអញ្ចឹងទេនៅពេលដែលយើង upload យើងឧស្សាហ៍មើល channel របស់យើងផងជៀសវាងចេះតែ upload ចូលទៅប៉ុន្តែគឺយើងមិនបានទទួលដើម្បីគឺ Google ឬ YouTube នោះទេបាទអញ្ចឹងយើងត្រូវកត់សម្គាល់នៅលើ channel នេះបើកាលណាចេញពណ៌ក្រហមបាទដាក់ bad standing យ៉ាងនេះហើយខាងក្រោមនេះសិតតែពណ៌ក្រហមនេះបាទនេះទៅគឺខ្ញុំបាន copy ចម្រៀងពីគេជាច្រើនដាក់បញ្ចូលហើយខ្ញុំមិនដែលបានចាប់អារម្មណ៍នេះជាជំហានដំបូងរបស់ខ្ញុំដែលបង្ខំទៅប៉ុន្តែខ្ញុំមិនទាន់បានយល់ពីការខូចបាត់បង់នៅ blog របស់យើងដោយសារយើងចម្លងជំរាបពីគេទាំងដងហើយយើងផុសបន្តទៅណាបាទបានអ្នកមើលច្រើនដែរប៉ុន្តែគឺក្រុមហ៊ុនមិនបានគ្រប់គ្រងយើងទេបាទអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាបាទ